សួស្តីអ្នកគ្នាខ្ញុំរាសមិញនៅកម្មវិធីមង្គលការក្មួយស្រីហើយនៅចិត្តទៀតឯទេអ្នកនរគ្នាហើយម្ហូបដែលខ្ញុំកំពុងអត់ថតនេះគឺសម្រាប់ពេលថ្ងៃបាទគឺដំណើរមានបន្លែមានអីនេះក៏គេសាក់ទឹកមាត់មកគ្រឿងផ្សំវាអែមតែម្ដងហើយអ៊ំជិនគាត់ថាថតអ៊ំតិចមើលខ្ញុំចាំកាលថតលោកខ្សែបាទមានភ្លេងប្រពៃណីខ្មែររបស់យើងគឺថាច្រៀងបទអនឡាញស្រីអនសម្រាប់បែងណឺនបាទហើយឆ្ងល់ថាមិនថតខាងស្រីច្រើនខាងប្រុសអញ្ចឹងដោយសារកាមេរ៉ាយើងនឹងពិបាកថតអ្នកគ្នាណាហ្នឹងហើយថតចូលអត់កើតទេយើងថតបានតែពេលនៅខាងក្រៅហើយនឹងពេលយប់ភ្លើងបាញ់យេតែហ្មងហ្នឹងហើយមកការតុបតែងនៅខាងក្រៅមើលទៅគឺស្អាតអ្នកគ្នាស្អាតមែនតើអ្នកដែលជីកាត់មុខរោងក៏គិតថាចង់ការភាសាទៀតដែរអ្នកខ្លះហ្នឹងនៅស៊ីងកលគេថាអូចង់មានគូគេដែរចឹងហ្នឹងហើយហើយយើងអត់ចោលទេញោមអ្នកគ្នាណាញោមមានអីដែលយើងរវល់អីទេហើយយើងក៏បានថតនេះពេលល្ងាចអ្នកគ្នាមកដល់ពេលល្ងាចអានេះយើងរៀបចំជារវល់យិតអីក៏ឃើញសាច់មកជុំនឹងមកកន្លែងប្លាស់ទំនោរមកនឹងគ្រឿងក៏ឃើញជាតិសាហាវអែមចូលចិត្តហ្នឹងហើយខ្ញុំមកបានហូបឯបាទថតអ្នកគ្នាដឹងហើយខ្ញុំហូបដល់ខ្ញុំធ្វើដោយផ្ទាល់ដៃខ្លាចឈឺពងកដល់ពេលឈឺទៅលេងបានចូលលេងអ្នកគ្នាស្ដាប់មែនទេហ្នឹងហើយវីដេអូមានប្រាំងអ្នកគ្នាបាយបាយជម្រាបគ្នា